បាទសួស្តីពុកម៉ែបងប្អូនអរគ្នាអញ្ចឹងជួបគ្នាជាថ្មីទៀតហើយគឺនៅលើភ្នំកន្លែងគោដៅចាស់ឥឡូវមករស់នៅលើភ្នំវិញហើយជាមួយបងប្អូនមិត្តរួមអាវុធទៀតអញ្ចឹងមកនៅនេះមួយសប្តាហ៍ហើយអញ្ចឹងផ្ដាំសួរសុខបងប្អូនពីចម្ងាយផងហើយសម្រាប់ថ្ងៃនេះផងដែរ2នាក់បងប្រុសហ្នឹងហើយបងហើយនឹងបងផ្សេងទៀតប៉ុន្តែថ្ងៃនេះថត2នាក់បងប្រុសទីនិយាយទៅខ្លួនឯងមកនៅនេះបងតាពេលនៅបងដំបងមកដល់ថ្ងៃនេះ3ខែមែនទេបាទ3ខែមែនទេបាទ3ខែប៉ុន្តែនៅមួយបងបាន1ខែកន្លះបងចុះទៅធ្វើការ1ខែជាងដែរហើយបងទៅត្រឡប់វិញមួយអាទិត្យអញ្ចឹងសាច់នៅមួយបងនេះប្រហែលជាជិត2ខែ2ខែថា2ខែចុះតាំងរាប់ទាំងដល់ថ្ងៃនេះណាបាទហ្នឹងឥឡូវចង់សួរឯងនៅសំណួរមួយចំនួនពាក់ព័ន្ធទៅនឹងការមកចូលបម្រើកងទ័ពរបស់យើងណាទីសម្រាប់បងធ្វើទាហាននៅនេះយូរហើយនិយាយបម្រើទ័ពនេះយូរហើយប៉ុន្តែសម្រាប់បងឯងទើបនឹងមកថ្មីហើយឥឡូវសំខាន់មកឈរជើងជាមួយបងទៀតនៅជួរមុខនេះអញ្ចឹងនឹងសួរអារម្មណ៍បងឯងមួយថាមិនបានជាហេតុអីបានជាបងឯងចូលបម្រើទ័ពនៅក្នុងអំឡុងពេលនេះបាទបងខ្ញុំចូលបម្រើកងទ័ពដោយថាតែយើងមានក្តីសម័យមួយតាំងពីក្មេងបាទតាំងមានក្តីសម័យមួយតាំងពីក្មេងថាចិត្តចង់ស្រឡាញ់ខាងកងទ័ពហើយស្រឡាញ់ខាងយោធាហ្នឹងតាំងពីទូចមកហើយមកដល់ពេលនេះក៏ជាឱកាសដែលខ្ញុំបានសម្រេចក្តីសម័យរបស់ខ្ញុំក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបខ្ញុំបានបដិញ្ញានឹងចូលរួមចំណែកតូចដើម្បីការពារទឹកដីដូនតាយើងបាទហ្នឹងហើយចឹងឃើញថាណៃក្មេងចេះបងប្អូនផ្សេងទៀតហ្នឹងឃើញថានៅក្មេងប៉ុន្តែមានឆន្ទៈខ្ពស់ក្នុងនាមយើងជាជនជាតិខ្មែរម្នាក់ហ្នឹងហើយសម្រាប់សំណួរមួយទៀតហ្នឹងចង់សួរចេះថាមុនដែលណៃចូលបម្រើកងទ័ពបាទណៃដែលគិតទេថាបានមករស់នៅតាមព្រំដែនរស់នៅតំបន់ភ្នំសបោដោយសត្វយំព្រៃប្រសាអញ្ចឹងដែរមានតែគិតដល់ចំណុចហ្នឹងទេបាទបងដោយសារតែពីមុនក៏មិនដែលធ្លាប់ដែរបងដែលធ្លាប់គិតទេក៏ប៉ុន្តែធ្វើម៉េចបើស្រុកទេសយើងអញ្ចឹងហើយណាមួយដែលយើងបដិញ្ញាថាចូលបម្រើកងទ័ពហើយទោះស្ថិតក្នុងកលៈទេសៈណាក៏ដោយយើងត្រូវតែមកហើយនៅតាណាក៏ដូចជាផ្ទះរបស់យើងអញ្ចឹងណាបងប្អូនហ្នឹងហើយឥឡូវសួរតែសំណួរមួយទៀតទេបាទអញ្ចឹងបើប្រៀបធៀបថាទីឯងរស់នៅជួបជុំគ្រួសារកាលពីមុនណាក៏រស់នៅជួបជុំគ្រួសារនៅស្រុកកំណើតអញ្ចឹងទៅនៅផ្ទះអញ្ចឹងទៅហើយនឹងប្រៀបធៀបទៅនឹងការមករស់នៅក្នុងព្រៃនៅលើសមរភូមិជាដែនមួយរយៈនេះតើយើងទទួលអារម្មណ៍ខុសគ្នាបែបណាបាទបងបើប្រៀបធៀបការរស់នៅជុំគ្រួសារហើយនឹងការមករស់នៅសមរភូមិនេះបើនិយាយចំទៅអារម្មណ៍មួយបែបដោយសារពីមុនយើងរស់នៅជុំគ្រួសារពុកម្ដាយអីចឹងទៅយើងមានភាពដូចថាសប្បាយកក់ក្ដៅមួយយ៉ាងតែបើយើងមកដល់នេះទោះមិនសូវមានភាពកក់ក្ដៅដូចនៅផ្ទះក៏ប៉ុន្តែបានផ្ដល់បទពិសោធន៍ជីវិតថ្មីសម្រាប់ខ្ញុំហើយក៏ធ្វើឲ្យខ្ញុំខ្លាចជាមនុស្សរឹងមាំជាងមុនចឹងណាបងហ្នឹងហើយបាទហ្នឹងហើយអូខេឥឡូវបងក៏អស់ចំនួនដែរអញ្ចឹងមានអីទេសម្រាប់វីដេអូនេះក៏ពិតការសួរនេះចង់បង្ហាញពីអារម្មណ៍បងប្អូនកងទ័ពយើងណាចឹងអារម្មណ៍ម្នាក់ប្រហែលជាពេលខ្លះមិនដូចគ្នាទេប៉ុន្តែគ្រាន់ថាឆន្ទៈនៃការតស៊ូគឺខ្ញុំជឿជាក់ថាដូចគ្នាទាំងអស់អញ្ចឹងជាបញ្ចប់នៃវីដេអូនេះក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់ជួបប្រទះតែសុខភាពល្អនិងរកស៊ីមានបានគ្រប់គ្នាអរគុណច្រើនបាយបាយ